ចាមកមើលប្តីរបស់នាងខ្ញុំកំពុងតែកាប់ទាញកាប់ទាញគឺកាប់កូនដូងណាបងប្អូនចាកាប់កូនដូងហើយនឹកឃើញទៅដល់សឡកកោកូនដូងអញ្ចឹងប្តីខ្ញុំកំពុងតែធ្វើការកាប់ផងទាញផងអាកាប់មកជុំងុំអាខាងទាញទៅបងប្អូនឥឡូវកាប់បានណាមើលណែដូចស្វាចឹងបងប្អូនឃើញចាមិនទាន់អីណាផងហូបតាំងពីអ្នកពូក្មួយបាទមិនទាន់បានស្លផងបងប្អូនអូឆ្ងាញ់មកគាត់សម្បើមកមើលទៅមាត់ដឹងហើយបងប្អូនដឹងថាជក់ចិត្តតែឥឡូវកាប់បានណាបងប្អូនឃើញទេឡើងខ្ចីល្អោកតែម្ដងបងប្អូនហើយថ្ងៃហ្នឹងគឺថាយកមកស្លគមធ្នូហើយចាមិនដែលបានហូបទេបងប្អូនដូចខ្ញុំអត់បងប្អូនព្រោះថាតាមធម្មតាធ្លាប់តែហូបផ្លែត្នោតទេចាដោយសារតែពេលនេះបងប្អូនដឹងថាដើមដូងនឹងវាទើសខ្សែភ្លើងគេក៏កាប់ដើមដូងមកក៏នឹកឃើញដល់ស្លកកោគោមដូងបងប្អូនហើយចាចិត្តបណ្ដើនឹកឃើញថាឆ្ងាញ់ថ្ងៃហ្នឹងដឹងតែឆ្ងាញ់ហើយចាចិត្តបណ្ដើនឹកឃើញបណ្ដើឥឡូវនេះក៏ចាប់ផ្ដើមមករំងាស់ខ្ទិះដូងជាមួយនឹងគ្រឿងបងប្អូនណារំងាស់ខ្ទិះដូងឡើងខ្ទិះដូងល្អហើយដាក់គ្រឿងចូលរំងាស់ជាមួយគ្រឿងដើម្បីឲ្យវាចេញជាតិឈ្ងុយបងប្អូនចាចេញជាតិឈ្ងុយរំងាស់ជាមួយប្រហុកម៉ត់ស្រាច់ផងដាក់មកបងប្អូនណាគឺថារំលីងវាឲ្យចូលគ្នាមកគឺថាឈ្ងុយនោះមហាឈ្ងុយបងប្អូននឹកឃើញតែម្ដងនឹកឃើញថាសង្កថារត់តែឆ្អិនអត់ចង់តន់ទេបងប្អូនព្រោះថាដាច់ច្រើនឆ្នាំហើយបងប្អូនបើតាមជាគិតទៅគឺថាមិនដែលបានហូបនឹងគឺរយៈពេលប្រហែលជា4-5 ឆ្នាំ10ឆ្នាំហើយមើលទៅបងប្អូនតែអាយុហើយតាមធម្មតាធ្លាប់តែពីដើមយើងបានហូបពេលមានប៉ុនមានអីហ្នឹងគេឆ្លែងឡកូមដូងកូមថ្នោតតែឥឡូវនេះអត់មានទេបងប្អូនស្អីឡើងចាប់ឆាយស្អីឡើងខ្សែចិនហ្នឹងហើយបងប្អូនគេអត់ស្លទេស្លកកោស្លអីឥឡូវគេលែងស្លហើយចាតែឡែកថ្ងៃនេះគឺថាអូគឺថាដឹងតែឆ្ងាញ់ដឹងតែជាតិហើយបងប្អូនណាគឺថានេះកំពុងតែកោវឹកចូលសពរំងាស់ត្រីជាមួយគ្រឿងនឹងឲ្យវាឆ្អិនល្អណាបងប្អូននេះឆ្អិនល្អហើយក៏ធ្វើការដាក់បន្លែចូលតែម្ដងចាដាក់បន្លែចូលហើយបងប្អូនឃើញទេអត់ពិបាករំងាស់អត់ពិបាកស្រស់អីដូចផ្លែត្នោតទេដាក់ចូលតែម្ដងរំលីងឲ្យវាចូលគ្រឿងជាមួយនឹងបន្លែជាមួយនឹងសាច់ត្រីចាឲ្យវាឆ្អិនមកសមល្មមហើយក៏ធ្វើការចាក់ទឹកចូលទៅចាជាការស្រេចតែម្ដងនេះបងប្អូនណាចាឥឡូវនេះគឺថាជាការស្រេចហើយរំងាស់រងចាំតែពុះមកគឺឆ្អិនតែម្ដងចានេះឃើញហើយណាបងប្អូនចាតំណងនេះបងប្អូនតាមធម្មតាខ្ញុំស្លឆ្នាំងតូចទេតែថ្ងៃនេះស្ដាយគោមថ្នោតគោមថ្នោតវាច្រើនណាបងប្អូនខ្ញុំស្លឆ្នាំងធំនោះដើម្បីយកទៅចែកបងឲ្យគាត់បានហូបផងចាបងរបស់ខ្ញុំចាអញ្ចឹងហើយខ្ញុំក៏ឆ្អិនហើយក៏ដល់ពេលដែលត្រូវហូបបាយថ្ងៃត្រង់ហើយណាបងប្អូនបងប្អូនហូបបាយថ្ងៃត្រង់ជាមួយខ្ញុំណាបងប្អូនណាជាតិណាបងប្អូនហើយអត់មានហូតអត់មានហាងអត់មានល្វីងអីទេបងប្អូនដាក់ទៅគឺថាផ្អែមទឹកតែម្ដងបងប្អូន